I'm excited about being here. ខ្ញុំពិតជាមានការរំភើបនៅក្នុងការចំណាយពេលនៅទីនេះ I am healed. ខ្ញុំទទួលបានការប្រោសឲ្យជា My soul set free. ហើយព្រលឹងរបស់ខ្ញុំមានសេរីភាព The chains are gone. ហើយច្រវាក់របស់ខ្ញុំទៅបានផ្ដាច់ And you love me, Lord. ហើយខ្ញុំពិតជាស្រឡាញ់ព្រះយេ I ស៊ូវ am healed. ខ្ញុំទទួលបាននូវការប្រោសឲ្យជា My soul set free. ព្រលឹងរបស់ខ្ញុំមានសេរីភាព The chains are gone. ច្រវាក់របស់ខ្ញុំបានដាច់ And you love me, Lord. ហើយព្រះអង្គស្រឡាញ់ខ្ញុំ Father God, we thank you. We love you. បេតាដ៏ជាព្រះគុណស្រឡាញ់ព្រះអង្គ We thank you for a brand new day. អរគុណព្រះអង្គសម្រាប់ថ្ងៃថ្មីនេះ We thank you for another day being in the land of the living. ហើយអរគុណព្រះអង្គសម្រាប់ជីវិតរបស់យើងរស់នៅក្នុងនៅថ្ងៃមួយទៀត Thank you for caring about us. អរគុណព្រះអង្គដែលព្រះអង្គបានយកបន្តិចទុកដាក់ដល់យើង So today, God, I ask ហើយថ្ងៃនេះគុំអធិដ្ឋាន that every single person in this room, ហើយសូមឲ្យគ្រប់គ្នានៅទីនេះ that you let them know that you see them. ឲ្យព្រះអង្គឲ្យសូមព្រះអង្គបានឲ្យពួកគាត់បានដឹងថាទ្រង់បានមើលឃើញគាត់ And that today will not just be another church service, ហើយកុំឲ្យថ្ងៃនេះគ្រាន់តែជាថ្ងៃដែលយើងមកថ្វាយបង្គំជុំគ្នាម្ដងទៀត but it'll be a day where they experience you. ប៉ុន្តែជាថ្ងៃដែលធ្វើឲ្យពួកគាត់បានមានបទពិសោធន៍ព្រះវត្តមានរបស់ព្រះអង្គ God, we teach that you are the true and the living God. ព្រះអង្គយើងដឹងថាព្រះអង្គគឺជាព្រះដែលពិតព្រះដែលមានបច្ចុប្បន្នរស់ So today I'm going to ask you to show up ហើយថ្ងៃនេះក៏អធិដ្ឋានសូមឲ្យព្រះអង្គបានបង្ហាញវត្តមានព្រះអង្គ like never before. ហើយបង្ហាញវត្តមានមិនដូចជាពេលណាផ្សេងនោះទេឡើយ And not just show up in the building, ហើយមិនមែនគ្រាន់តែមានវត្តមាននៅទីនេះទេ and not just show up in the walls, មិនមែនគ្រាន់តែមានវត្តមាននៅតាមជញ្ជាំងទេ but show up in our hearts today. ប៉ុន្តែមានវត្តមាននៅក្នុងដួងចិត្តរបស់យើងម្នាក់ៗ Let each one of us, name by name and person by person, ហើយសូមឲ្យគ្រប់គ្នានៅទីនេះម្នាក់ៗ let us feel you for ourselves. សូមឲ្យពួកគាត់បានមានអារម្មណ៍ថាវត្តមានព្រះអង្គនៅក្នុងដួងចិត្ត We don't want you to be a God that we just talk about. ហើយយើងមិនចង់ឲ្យព្រះអង្គគ្រាន់តែជាព្រះដែលយើងនិយាយអំពីនោះទេ But God, I ask today that you'll be a God to show up and prove yourself. ព្រះគុណអធិដ្ឋានសូមឲ្យព្រះអង្គបានមានវត្តមានបង្ហាញព្រះអង្គថាព្រះអង្គគឺជាព្រះដែលពិតនៅក្នុងជីវិតរបស់ Because គេ you ម្នាក់ are the ៗ true and living God. ពីព្រោះយើងជឿថាព្រះអង្គគឺជាព្រះដែលពិតហើយមានបច្ចុប្បន្នរស់ I am healed. ហើយខ្ញុំទទួលបានការប្រោសជា My soul set free. ព្រលឹងរបស់ខ្ញុំមានសេរីភាព My chains are ហើយ gone. ជីវៈរបស់ខ្ញុំបានដាច់ And you love me, Lord. ហើយព្រះអង្គគឺជាព្រះដែលស្រឡាញ់ដល់ទូមីគុំ I'm excited again about being here. ហើយខ្ញុំពិតជារំភើបនៅក្នុងការមកទីនេះម្ដងទៀត I'm excited about the love of God. ហើយខ្ញុំពិតជារំភើបចំពោះសេចក្តីស្រឡាញ់ប្រតិស្រឡាញ់របស់ព្រះ I'm អង្គ excited about the liberty that we have in Christ Jesus. ហើយខ្ញុំពិតជារំភើបចំពោះសេរីភាពដែលយើងមាននៅក្នុងព្រះយេស៊ូវ I'm excited about salvation. ខ្ញុំរំភើបចំពោះសេចក្តីសង្គ្រោះ And I'm honored ហើយខ្ញុំពិតជាមានកិត្តិយសមែនទែន that God will call me his own. ដែលព្រះអង្គបានត្រាស់ហៅខ្ញុំថាខ្ញុំគឺជារបស់ព្រះអង្គ And I'm grateful that he's not just a God that sits high and look low. ហើយខ្ញុំពិតជារំភើបដែលព្រះអង្គមិនមែនគ្រាន់តែជាព្រះដែលនៅខ្ពស់បំផុតនោះទេ But he's our Father. តែព្រះអង្គគឺជាបិតាគឺជាឪពុករបស់យើង He's the lover of our souls. ព្រះអង្គគឺជាព្រះដែលមានផាតីស្រឡាញ់ដល់យើងម្នាក់ And everything that concerns us, it concerns him. ហើយអ្វីដែលធ្វើឲ្យយើងព្រួយបារម្ភព្រះអង្គក៏មានផាតីព្រួយបារម្ភជាមួយ And យើង no ដែរ matter what we're facing, ហើយមិនថាតែយើងជួបប្រទះបញ្ហាអីនៅក្នុងជីវិតនោះ whether ទេ it's big or small, មិនថាបញ្ហានឹងធំមិនថាបញ្ហានឹងតូច it's just right for God. ប៉ុន្តែព្រះអង្គគឺមានផាតី It's just ខ្វល់ខ្វាយ right for ជាមួយ God. យើងពីព្រោះព្រះអង្គស្រឡាញ់យើង In life, we will face a lot of things. នៅក្នុងជីវិតយើងនឹងជួបប្រទះនៅបញ្ហាជាច្រើន In life, there will be a lot of ups and downs. ហើយនៅក្នុងជីវិតរបស់យើងមានទាំងពេលឡើងមានទាំងពេលចុះ There is going to be a lot of highs and lows. ហើយជាជោគជ័យនិងបរាជ័យ You will be talked about. ហើយយើងនឹងជជែកគ្នាអំពី You will បញ្ be ហានេះ mistreated. ហើយពេលខ្លះយើងក៏ទទួលបាននៅការគេប្រព្រឹត្តមិនល្អជាមួយយើង People may not like you. ហើយអ្នកខ្លះប្រហែលជាគេមិនចូលចិត្តយើង People may abuse you. ហើយអ្នកខ្លះប្រហែលជារំលោភបំពានមកកាន់ជីវិតយើង And people will disappoint you. ហើយអ្នកខ្លះធ្វើឲ្យយើងខកចិត្ត
But today I want to talk about letting it go. ប្រថ្ងៃនេះខ្ញុំចង់និយាយអំពីការដែលយើងបំភ្លេចវាចោល Let it go. បំភ្លេចវាចោលទៅ Because every single last one of us in this room, ពីព្រោះគ្រប់គ្នានៅក្នុងបន្ទប់នេះ we have faced something យើងជួបប្រទះនៅបញ្ហាឬក៏ជួបប្រទះនៅកិច្ចការណាមួយ and you will face something. ហើយយើងនឹងជួបប្រទះនៅកិច្ចការផ្សេងទៀត But today I want us to let it go. ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនបំភ្លេចវាចោល It's too big for us. ពីព្រោះបញ្ហាខ្លះវាធំពេកសម្រាប់យើង It's too heavy for us. វាធ្ងន់ពេកសម្រាប់យើង It's too much for us. វាច្រើនពេកសម្រាប់យើង So my prayer today is that we let it go and give it to God. ប៉ុន្តែអ្វីដែលខ្ញុំអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាសូមឲ្យបងប្អូនបំភ្លេចចោលហើយថ្វាយទាំងអស់នឹងទៅកាន់ព្រះជាម្ចាស់ So we'll talk about letting it go today. ហើយចឹងថ្ងៃនេះយើងនិយាយអំពីបំភ្លេចវាចោល But those of you that don't know me, my name is Karen Robinson. សម្រាប់អស់លោកអ្នកបងប្អូនដែលមិនស្គាល់ខ្ញុំឈ្មោះ Karen Robinson I am healed. ខ្ញុំទទួលបានការប្រោសជា I am a daughter of God. ខ្ញុំគឺជាកូនស្រីរបស់ព្រះជាម្ចាស់ I live in America. ខ្ញុំរស់នៅសហរដ្ឋអាមេរិក I am in Cambodia every month. ហើយខ្ញុំតែងតែមកប្រទេសកម្ពុជារៀងរាល់ខែ I have been coming to Cambodia for 15 years. ហើយរយៈពេល15ឆ្នាំមកនេះគឺខ្ញុំតែងតែមកប្រទេសកម្ពុជាជានិច្ច And New Life is my home church. ហើយក្រុមជំនុំជម្រះថ្មីគឺជាក្រុមគូសាររបស់ខ្ញុំ I have been married for 40 years this April. ហើយខ្ញុំបានរៀបការរយៈពេល40ឆ្នាំហើយនៅក្នុងដល់ខែ4 I have 2 children. ហើយខ្ញុំមានកូន2នាក់ Kimberly is 38. ហើយ Kimberly គាត់មានអាយុ38ឆ្នាំ Christopher is 35, almost 36. ហើយ Christopher អាយុ35ឆ្នាំជិត36 I have 7 grandchildren. ហើយខ្ញុំមានកូនមានចៅ7នាក់ I have 1,000 Cambodia kids. ហើយប៉ុន្តែខ្ញុំមានកូនជនជាតិខ្មែររាប់ពាន់នាក់ So I first of all want to acknowledge my Cambodia family that has come today. ហើយថ្ងៃនេះខ្ញុំចង់ស្វាគមន៍មកដល់ជាក្រុមគូសារជនជាតិខ្មែររបស់ខ្ញុំដែលនៅទីនេះ And I want to say thank you for coming to support me and be here today. ហើយសូមអរគុណសម្រាប់ការមកចូលរួមមកគាំទ្រខ្ញុំនៅថ្ងៃនេះផងដែរ And I want to just say thank you to everyone in the room. ហើយក៏ដូចជាអរគុណសម្រាប់អស់លោកអ្នកបងប្អូននៅក្នុងបន្ទប់នេះទាំងអស់គ្នា But today I want you to walk away free. ហើយប៉ុន្តែថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនត្រឡប់ចាក់ចេញទៅវិញទៅដោយមានសេរីភាព So I'm going to share a few scriptures with you. ហើយខ្ញុំនឹងចែកចាយនៅព្រះបន្ទូលខ្លះនៅពេលព្រឹកនេះ I'm going to tell my story. ហើយខ្ញុំនឹងនិយាយអំពីសាច់រឿងនៃជីវិតរបស់ខ្ញុំផងដែរ And then we'll pray ហើយយើងនឹងអធិដ្ឋាន that you'll be able to step into your liberty and your freedom as well. ហើយអធិដ្ឋានឲ្យបងប្អូនអាចនឹងចាក់ចេញទៅដោយមានសេរីភាពនៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូនដែរ Because we've all been disappointed. ពីព្រោះយើងធ្លាប់មានបទពិសោធន៍ទទួលបាននៅការខកចិត្ត But there is life after disappointment. ប៉ុន្តែមាន Life after ប៉ុន្ disappointment. តែមាននៅជីវិតថ្មីបន្ទាប់ពីយើងទទួលបាននៅការខក There's ចិត្ត joy after everything we've been through. មានសេចក្តីអំណរកើតឡើងបន្ទាប់ពីយើងឆ្លងកាត់នៅបញ្ហា And I want you to walk in the joy and the freedom ប្រហែលខ្ញុំចង់ឲ្យអស់លោកអ្នកបងប្អូនបានដើរចេញទៅដោយមានអំណរនិងមានសេរីភាព that God offers us. ដែលព្រះអង្គជាព្រះដែលចង់ប្រទានដល់យើង Because one thing I know about people, ពីព្រោះអ្វីដែលខ្ញុំដឹងអំពីមនុស្ស we know how to smile, យើងចេះញញឹម we know how to dress up very pretty. យើងចេះស្លៀកពាក់ឲ្យបានសមសួន When people say, "How are you?" ហើយនៅពេលដែលគេសួរសុខទុក្ខថាតើ we មិន say, ដែរសុខសប្បាយ we ទេ say, "Suck sabai." យើងថា I'm fine But nobody knows on the inside we're not fine. ប៉ុន្តែអត់មានអ្នកណាដឹងថាតាមពិតនៅក្នុងចិត្តនៅក្នុងជីវិតរបស់យើងគឺអត់សុខទេ On the outside, we pretend like everything is okay. ប៉ុន្តែនៅខាងក្រៅយើងហាក់ដូចជាមើលទៅដូចជាអ្វីល្អ But on the inside, we're hurt. ប៉ុន្តែនៅក្នុងចិត្តរបស់យើងឈឺចាប់ Nobody knows how much we cry on the inside. ហើយគ្មានអ្នកណាដឹងថាយើងបានយំប៉ុណ្ណានៅខាងក្នុងយើងនោះទេ Nobody knows how much we stress on ហើយ the គេអត់ដឹង inside. ថាតើយើង toxic យើងតានតឹងប៉ុណ្ណានោះទេ So when I'm talking about let it go and I'm talking about freedom and liberty today, នៅពេលដែលខ្ញុំនិយាយអំពីការដែលយើងបំភ្លេចវាចោលគឺជាការដែលយើងនិយាយអំពីសេរីភាព I don't want to talk about what you look like.
ខ្ញុំមិនចង់និយាយអំពីអ្វីរាងកាយនៅខាងក្រៅដែលបងប្អូន And I don't want to talk about what you មើលទេ pretend to be. ប៉ុន្តែខ្ញុំអត់និយាយអំពីរបៀបដែលបងប្អូនមានថាយើងធ្វើជាធ្វើពុតនោះទេ But today I want you to feel and know freedom from the inside out. ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនមានសេរីភាពពីខាងក្នុងមកខាងក្រៅ So we're going to talk about let it go. ដូច្នេះយើងនិយាយអំពីការបំភ្លេចចោល We're going to talk about offense យើងនិយាយអំពីអំពើបាប because we've all been offended. យើងនិយាយអំពីសុំទោសយើងនិយាយអំពីការដែលគេធ្វើប្រព្រឹត្តមិនល្អមកកាន់យើង Luke 17:1. នៅក្នុងលូកាចំពុក17ខ1 The Bible said it is impossible that no offense should come. ព្រះបន្ទូលបាននិយាយថាមិនអាចទៅរួចទេដែលគ្មានបទល្មើសណាមួយកើតឡើង So the Bible is letting us know it is absolutely impossible to live in this world without someone offending us. ចឹងនៅក្នុងព្រះគម្ពីរបានប្រាប់យើងថានៅក្នុងពិភពលោកនេះវាមិនអាចកើតឡើងទេបើសិនជាវាមិនអាចមានទេដែលអត់មានអីដែលមានការប្រព្រឹត្តមិនល្អ So somebody will disappoint you. ដូច្នេះប្រហែលជាអាចនឹងមាននរណាម្នាក់គេធ្វើឲ្យបងប្អូនខកចិត្ត It might be your mother, អាចប្រហែលជា Your father, ម្ដាយអាចទៅជាឪពុក your spouse, អាចជាប្តីឬក៏ Your ប្រពន្ធ sister, អាចបងប្រុសបង your ស្រី brother, បងប្រុសរបស់យើ your ង closest friend, អាចជាមិត្តភក្តិដែលជិ Your តស្និទ្ធបំ boss, ផុតអាចប្រធានរបស់យើង your pastor, អាចគ្រូគង្វាល your leader, អាចអ្នកដឹកនាំ but somebody will disappoint you ហើយជាអាចមាននរណាម្នាក់ដែលធ្វើឲ្យយើងខកចិត្ត and somebody will offend you. ហើយគេផែអាចនឹងប្រព្រឹត្តមិនល្អមកកាន់យើង So the Bible said it does happen នៅក្នុងព្រះគម្ពីរថារឿងហ្នឹងគឺកើតឡើង to all of us. មកកាន់គ្រប់គ្នា But today we're going to talk about letting it go. ព្រះថ្ងៃនេះយើងចង់និយាយអំពីការយើងបំភ្លេចវាចោល 1 Peter 3:9. នៅក្នុងព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក3ខ It says, do not repay evil with evil or insult with insult. On the contrary, repay evil with blessings. 9នៅក្នុងព្រះបន្ទូលបាននិយាយថាកុំឲ្យប្រព្រឹត្តអាក្រក់តបនឹងការអាក្រក់កុំជេរប្រមាថកុំប្រមាថតបនឹងអ្នកដែលប្រមាថបងប្អូនគឺត្រូវជូនពរគេវិញត្បិតព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនមកឲ្យប្រព្រឹត្តដូច្នោះដែរ So the Bible tells us, first of all, there's a chance you're going to be hurt and you're going to be offended. អញ្ចឹងនៅក្នុងព្រះគម្ពីរបានប្រាប់យើងថាហើយជាអាចនឹងមានឱកាសដែលបងប្អូនទទួលបានការរំលោភបំពានការកេងប្រវ័ញ្ចការដែលគេប្រព្រឹត្តមិនល្អមកកាន់យើង And a lot of times when people hurt us, we want to hurt them back. ប្រជាទូទៅនៅពេលដែលមនុស្សនៅពេលដែលគេទទួលបានការជិះចាប់គេចង់ធ្វើឲ្យអ្នកដទៃជិះចាប់វិញ We say, you get me, I'll get you. អញ្ចឹងគេថាបើសិនជាអ្នកឯងធ្វើខ្ញុំជិះចាប់ខ្ញុំនឹងធ្វើឲ្យអ្នកជិះចាប់ You don't like me, I don't like you. បើសិនជាអ្នកមិនចូលចិត្តខ្ញុំនឹងមិនចូលចិត្តអ្នកវិញ You talk about me, I'll talk about បើ you. សិនជាឯងនិយាយដើមខ្ញុំនិយាយដើមអ្នកឯងវិញ So the Bible let us know we will be hurt and we will be disappointed. អញ្ចឹងនៅក្នុងព្រះគម្ពីរបានប្រាប់ថាយើងនឹងទទួលបាននូវការខកចិត្តការខកបំណងធ្វើអ្នកដទៃធ្វើឲ្យយើងឈឺចាប់ But he says, don't repay evil for evil. ប៉ុន្តែព្រះគម្ពីរបានប្រាប់យើងថាកុំឲ្យយើងសងសឹកកុំឲ្យយើងតបការអាក្រក់ស្នងនឹងការអាក្រក់ In fact, Mark 11:25 says, ប៉ុន្តែនៅក្នុងព្រះគម្ពីរម៉ាកុសចំពុក11ខ25បានចែងថា he said, whenever you stand praying, នៅពេលដែលអ្នកឈរអធិដ្ឋាន if you have anything against anyone, forgive them. បើសិនជាអ្នករាល់គ្នាមានទំនាស់នឹងនរណាម្នាក់ចូលអត់ទោសឲ្យគេទៅ It says that your Father in heaven will forgive your trespasses. ពីព្រោះព្រះបិតារបស់អ្នកដែលនៅឋានសួគ៌នឹងអត់ទោសនៅអំពើបាបរបស់អ្នកដែរ So the Bible said, even when someone hurts you, forgive them, let it go. ព្រះគម្ពីរបានប្រាប់ថាបើសិនជាអ្នកណាម្នាក់ធ្វើឲ្យលោកអ្នកបានឈឺចាប់សូមមកអស់ទោសឲ្យគេហើយបំភ្លេចវាចោល Let it go. បំភ្លេចវាចោលទៅ And so let's talk about what happened when you don't let it go. យើងអាចនិយាយតើយើងនិយាយជាមួយគ្នាអំពីបើតើមានរឿងអីកើតឡើងបើសិនជាយើងអត់បំភ្លេចវាចោល So when you hold on to offense, it creates negative effects. បើសិនជាយើងអោបកសោបនៅការឈឺចាប់អោបកសោបនៅអ្វីដែលការបំពេញមកកាន់នៅក្នុងជីវិតយើងវាបង្កើតនៅអត្តពលអវិជ្ជមាន When I was a little girl, នៅពេលដែលខ្ញុំនៅក្មេងស្រី my father left when I was 2 years old. ឪពុករបស់ខ្ញុំបានចាក់ចេញចោលខ្ញុំនៅពេលដែលខ្ញុំអាយុ2ឆ្នាំ I come from a family of 10, ហើយខ្ញុំមកពីក្រុមគ្រួសារម្នាក់ដែលមានបងប្អូន10នាក់ 8 boys and 2 girls. មានបងប្អូនប្រុស8នាក់និងបងប្អូនស្រី2នាក់ And I am number 9, the 9th child. ហើយខ្ញុំគឺជាកូនទី9 So when my father left me,
he left my mother with 10 kids. ចឹងនៅពេលដែលឪពុករបស់ខ្ញុំបានចាក់ចេញពីខ្ញុំចាក់ចេញពីក្រុមគ្រួសារមានន័យគាត់ចាក់ចេញពីម្ដាយរបស់ខ្ញុំហើយបន្សល់ទុកកូន10នាក់ And I was disappointed ហើយ and I ខ្ញុំ was ពិតជា hurt ខកចិត្តឈឺចាប់ that my father left. ដែលឪពុករបស់ខ្ញុំបានចាក់ចោលយើង Not only was I offended and disappointed that my father left, ហើយខ្ញុំមិនមែនគ្រាន់តែខកចិត្តខកបំណងដោយសារឲ្យមានអារម្មណ៍ថាទទួលបាននឹងការឈឺចាប់ដោយសារតែគាត់ចាក់ចេញនោះទេ my mother remarried. ហើយឪពុករបស់ខ្ញុំម្ដាយរបស់ខ្ញុំបានរៀបការឡើងវិញ And the man she remarried, ហើយបរិសដែលគាត់រៀបការជាមួយនោះ he sexually abused me. ហើយគាត់បានរំលោភបំពានផ្លូវភេទមកកាន់ខ្ញុំ So the age 8 to 12, I was sexually abused. ហើយចាប់ពីអាយុ8ឆ្នាំដល់12ឆ្នាំគាត់រំលោភបំពានផ្លូវភេទមកកាន់ខ្ញុំ Someone offended me. ហើយពិតជាធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង Someone took advantage of me. ហើយមាននរណាម្នាក់បានtake advantage កេងប្រវ័ញ្ច Someone hurt me. មានម្នាក់ដែលគាត់ធ្វើឲ្យខ្ញុំឈឺចាប់ My father left me. ឪពុករបស់ខ្ញុំបានចាក់ចោលខ្ញុំ And when that happened, it began to change and transform my life. ហើយនៅពេលដែលរឿងនោះកើតឡើងគឺធ្វើឲ្យខ្ញុំបានផ្លាស់ប្រែ And I let the hurt and the abuse damage me. ហើយខ្ញុំបានទុកឲ្យការឈឺចាប់ការរំលោភបំពាននោះបានបំផ្លាញជីវិតរបស់ខ្ញុំ And on the outside, nobody knew how damaged I was. ហើយបើមើលមកខាងក្រៅគឺគ្មាននរណាម្នាក់ដឹងថាតើនៅខាងក្នុងខ្ញុំខ្ទេចខ្ទាំប៉ុណ្ណានោះទេ That offense had an effect on me. ប៉ុន្តែការប្រព្រឹត្តមិនល្អនោះបានបំផ្លាញជីវិតរបស់ខ្ញុំ So I want to talk about the impact that offense had on me and the impact that it have on you when you don't let it go. ហើយខ្ញុំចង់និយាយអំពីឥទ្ធិពលដែលប៉ះពាល់នៅក្នុងជីវិតរបស់ខ្ញុំហើយឥទ្ធិពលដែលអាចនឹងប៉ះពាល់នៅក្នុងជីវិតរបស់អលោកអ្នកបងប្អូនបើសិនជាយើងមិនបំភ្លេចវាចោល First of all, offense imprisons you. ទី1គឺការដែលគេប្រព្រឹត្តមិនល្អនោះគឺវាដូចជាឃុំឃាំងយើង It makes you build walls. វាដូចជាសង់រនាំងនៅក្នុងជីវិតរបស់យើង So when I was sexually abused, I began to build a wall. នៅពេលដែលខ្ញុំនិយាយទៅកាន់អ្នកដែលរំលោភពីខ្ញុំប្រៀបដូចជាខ្ញុំសង់នៅរនាំងជញ្ជាំង I built a wall to protect me. ខ្ញុំសង់ជញ្ជាំងដើម្បីការពារខ្ញុំ I said, nobody will hurt me again. ខ្ញុំនិយាយថាគឺខ្ញុំមិនចង់ឲ្យនរណាម្នាក់ធ្វើឲ្យខ្ញុំជិះចាប់ម្ដងទៀតនោះទេ So I built a wall of protection. ដូច្នេះខ្ញុំសង់នៅជញ្ជាំងដើម្បីការពារខ្ញុំ And the wall I built so nobody will come in ហើយជញ្ជាំងដែលខ្ញុំសាងសង់នោះគឺគ្មាននរណាម្នាក់អាចចូលមកបាននោះទេ became my prison. វាคล้ายទៅជាគុកដែលដាក់ឃុំឃាំងខ្ញុំ Because I was trying to keep people from hurting me, I was also keeping people from loving me. អញ្ចឹងខ្ញុំការពារខ្លួនឯងកុំឲ្យនរណាម្នាក់មកធ្វើបាបខ្ញុំតែជាមួយគ្នាខ្ញុំក៏រៀបរៀងមិនឲ្យអ្នកផ្សេងមកផ្ដល់នូវក្តីស្រឡាញ់មកកាន់ខ្ញុំ So my protection became my prison. ដូច្នេះប្រព័ន្ធការពាររបស់ខ្ញុំនោះคล้ายទៅជាគុកដែលដាក់ឃុំឃាំងខ្ញុំ A lot of times our protection becomes our prison. ជាច្រើនដងប្រព័ន្ធការពាររបស់យើងคล้ายជាទីឃុំឃាំងនៃជីវិតរបស់យើង So I built a wall ហើយនោះនៅពេលដែលខ្ញុំបានសាងសង់ and I protected myself. សាងសង់នៅទីឃុំឃាំងការពារខ្លួនឯង But I also kept anybody else from coming in. ជាមួយគ្នាគឺអ្នកផ្សេងទៀតមិនអាចចូលនៅក្នុងជីវិតរបស់ So ខ្ញុំ no, nobody hurt me again, គ្មានអ្នកណាម្នាក់គេធ្វើឲ្យខ្ញុំជិះចាប់ទៀតទេ but I wouldn't let anybody in to love me either because I didn't trust. តែជាមួយគ្នាខ្ញុំក៏មិនទទួលអ្នកផ្សេងទៀតមកក្នុងជីវិតរបស់ខ្ញុំដែរពីព្រោះខ្ញុំមិនអាចទុកចិត្តទេ So it became my prison. ដូច្នេះវាបានคล้ายទៅជាទីឃុំឃាំង It also controls us. ហើយពេលខ្លះវាគ្រប់គ្រងជីវិតយើង So it began to control me. ហើយរឿងនោះគឺបានចាប់ផ្ដើមគ្រប់គ្រងជីវិតរបស់ខ្ញុំ It changed my personality. វាផ្លាស់ប្ដូរនៅបុគ្គលិកលក្ខណៈរបស់ខ្ញុំ So I was a sweet, innocent little girl. ពេលដែលខ្ញុំនៅក្មេងខ្ញុំគឺជាកុមារីម្នាក់ដែលគួរឲ្យស្រឡាញ់ Before I was sexually abused, I act like a girl, I dressed like a girl, I played princess like a girl.
នៅពេលដែលខ្ញុំនៅជាកុមារីនៅឡើយមុនពេលដែលខ្ញុំទទួលបានការរំលោភបំពានខ្ញុំស្លៀកពាក់ដូចជាក្មេងស្រីខ្ញុំលេងអ្វីៗដែលជាកីឡាឬក៏ជាបៃឡុកបៃឡដែលក្មេងស្រីគេលេង But after I became sexually abused, ប៉ុន្តែក្រោយពេលដែលខ្ញុំទទួលបានការរំលោភ not បំ only ពាន did I build a prison, តែមិនត្រឹមតែខ្ញុំបានសាងសង់នៅទីឃុំឃាំងសម្រាប់ខ្លួនឯ that ងទេ abuse changed the little girl that I was. ប៉ុន្តែការរំលោភបំពាននោះបានផ្លាស់ប្ដូរ So ជីវិតរបស់ខ្ញុំ subconsciously, because I was trying to protect myself, នៅក្នុងគំនិតរបស់ខ្ញុំចង់ការពារខ្លួនឯង I started dressing like a little boy. ហើយខ្ញុំចាប់ផ្ដើមស្លៀកពាក់ដូចជាក្មេងប្រុស I lost my femininity. ខ្ញុំបាត់បង់នៅភាពជាស្ត្រី I started acting like a little boy ខ្ញុំចាប់ផ្ដើមប្រព្រឹត្តឬក៏ធ្វើដូចជាក្មេងប្រុស because subconsciously I think my mind told me if I look like a little boy, no man and nobody would touch me or bother me anymore. ពីព្រោះនៅក្នុងគំនិតរបស់ខ្ញុំគិតថាបើសិនជាខ្ញុំខ្លាចជាក្មេងប្រុសមាននរណាម្នាក់អាចមករំលោភបំពានធ្វើបាបខ្ញុំបាននោះទេ So my offense start controlling me and making me become and act like and look like something I was never created to be. អញ្ចឹងការបំពានដែលកើតឡើងក្នុងជីវិតរបស់ខ្ញុំនោះបានគ្រប់គ្រងមកកាន់ជីវិតរបស់ខ្ញុំធ្វើឲ្យខ្ញុំមិនអាចខ្លាយទៅជាមនុស្សម្នាក់ដែលព្រះបង្កើតខ្ញុំឲ្យខ្លាយទៅជាមនុស្សស្រីបាននោះទេ Some of us has changed so much ហើយមានបងប្អូនខ្លះមានការផ្លាស់ប្រែផ្លាស់ប្ដូរច្រើន because somebody hurted you, because somebody mistreated you. ដោយសារតែមាននរណាម្នាក់គេបានធ្វើឲ្យយើងឈឺចាប់ធ្វើឲ្យយើងខកចិត្ត And now you're not the happy person you used to be. ហើយយើងប្រហែលជាបងប្អូនលែងខ្លាយជាមនុស្សម្នាក់ដែលយើងសប្បាយដូចជាមនុស្សដែលយើងធ្លាប់ Now you សប្បាយ don't trust like you used to. ឥឡូវយើងលែងទុកចិត្តអ្នកដទៃដូចជាយើងធ្លាប់ទុកចិត្តពីមុនហើយ Now you don't dress like you used to យើងលែងស្លៀកពាក់ដូចជាយើងធ្លាប់ស្លៀកពាក់កន្លងទៅនោះហើយ because you feel like you have to protect yourself from being hurt again. ពីព្រោះយើងគិតថាយើងត្រូវតែការពារខ្លួនឯងកុំឲ្យគេធ្វើបាបធ្វើឲ្យយើងឈឺចាប់ទៀត So it began to control me. ដូច្នេះរឿងនោះបានចាប់ផ្ដើមគ្រប់គ្រងជីវិតរបស់ខ្ញុំ For years I never dressed like a little girl. ជាច្រើនឆ្នាំគឺខ្ញុំមិនដែលស្លៀកពាក់ដូចជាក្មេងស្រីនោះទេ For years I never acted like a little girl ជាច្រើនឆ្នាំខ្ញុំមិនដែលប្រព្រឹត្តដូចជាក្មេងស្រីនោះទេ because I was trying to protect myself and keep someone from abusing me. ពីព្រោះខ្ញុំព្យាយាមការពារខ្លួនឯងកុំឲ្យគេមករំលោភបំពានមកកាន់ជីវិតខ្ញុំទៀត In what areas have you changed? តើមានផ្នែកណានៅក្នុងជីវិតរបស់លោកអ្នកបងប្អូនដែលបានផ្លាស់ប្ដូរ What has made you change? តើអ្វីដែលធ្វើឲ្យបងប្អូនផ្លាស់ប្ដូរ Why aren't you the person you used to be? ហេតុអីបានជាបងប្អូនមិនអាចខ្លាចជាបុគ្គលម្នាក់ដែលព្រះអង្គបង្កើតយើងមកព្រះអង្គចង់ឲ្យយើងខ្លាចជាបុគ្គលបែបនោះ Because we hold on to offense. ពីព្រោះដោយសារតែយើងអបកសោបនៅភាពឈឺចាប់ You remember yourself being a talky and an active and a bold, brave person. យើងអាចនឹងបង្ហាញអ្នកដទៃគេមើលទៅឃើញថាយើងក្លាហានយើងមានទំនុកចិត្តយើងពោពេញទៅដោយសមត្ថភាព Now you shy and you're quiet. ប៉ុន្តែក្រោយមកយើងដូចជាខ្មាស់អៀន And nobody may know you've been abused. ហើយជាអត់មាននរណាម្នាក់ដឹងថាយើងទទួលបានការរំលោភ Nobody may know when your dad died, it did something to you. ហើយជាគ្មាននរណាម្នាក់ដឹងថាឪពុករបស់យើងបានស្លាប់នៅពេលដែលយើងនៅក្មេងនោះទេ Nobody knows that pain was so hard. គ្មាននរណាម្នាក់ដឹងថាការឈឺចាប់ដែលយើងបានជួបប្រទះហ្នឹងវាធ្ងន់ធ្ងរពេកនោះទេ Nobody knows when your spouse cheated on you, the life it took out of you. គ្មាននរណាម្នាក់ដឹងថាប្តីឬក៏ប្រពន្ធរបស់អ្នកបានក្បត់អ្នកនោះទេ So now you wonder why I don't love like I used to. ប៉ុន្តែយើងបានបាត់បង់នៅភាពជាយើងហើយលែងផ្ដល់នៅក្តីស្រឡាញ់ដែលយើងធ្លាប់មានទៅដល់ Why អ្នក I'm ដទៃ not as free or happy as I used to be. យើងលែងមានសេចក្តីស្រឡាញ់យើងលែងមានសេរីភាពដូចជាយើងធ្លាប់មានកន្លងមក Because when you hold on to offense, it prisons you and it controls you. ពីព្រោះនៅពេលដែលយើងអោបកសោបនៅការឈឺចាប់អោបកសោបនៅការរំលោភបំពានដែលធ្លាប់ឆ្លងកាត់ហ្នឹងធ្វើឲ្យយើងជាប់គាំងធ្វើឲ្យវាគ្រប់គ្រងជីវិតរបស់យើង It makes you selfish. ហើយជាពេលខ្លះធ្វើឲ្យយើងខ្លាចជាមនុស្សម្នាក់ដែលអាត្មានិយម It made me selfish. អាចធ្វើឲ្យយើងខ្លាចជាមនុស្សម្នាក់ដែលអាត្មានិយម Because I started thinking, I'm going to protect myself. I don't care about anybody else. I need to protect Karen. អញ្ចឹង
នៅពេលដែលខ្ញុំនៅក្មេងនោះគឺខ្ញុំតែងតែគិតថាខ្ញុំលេចខ្វល់ពីអ្នកដទៃខ្ញុំត្រូវតែការពារខ្លួនឯង And God wants us to care about people. ព្រះព្រះជាម្ចាស់ព្រះអង្គសពតិឲ្យយើងយកចិត្តទុកដាក់ចំពោះអ្នកដទៃ God wants us to love people. ព្រះអង្គចង់ឲ្យយើងស្រឡាញ់ដល់អ្នកដទៃ But when we're thinking about offense, ប៉ុន្តែនៅពេលដែលយើងគិតអំពីការរំលោភបំពាន we think about ourselves first. ហើយយើងចាប់ផ្ដើមគិតអំពីខ្លួនឯង And we can't freely do what we were created to do because we keep thinking about our own hurt and our own pain. យើងលែងធ្វើអីដែលយើងដែលព្រះអង្គសពតិយើងធ្វើទៀតហើយពីព្រោះយើងគិតអំពីការជិះចាប់របស់យើង So it makes you selfish. ពួកឲ្យយើងខ្លាចជាមនុស្សម្នាក់ដែលអត់ And បាន it និយម calls you to lose your true identity and your true authentic self. ហើយរឿងខ្លះធ្វើឲ្យយើងបាត់បង់នៅភាពជាខ្លួនឯងរបស់យើង I lost myself. ខ្ញុំបានបាត់បង់ជីវិតបាត់បង់ខ្លួនរបស់ខ្ញុំ When people are hurt, នៅពេលដែលនរណាម្នាក់ជួបនឹងការឈឺចាប់ a lot of times because they hold on tight to it, they lose their true authentic self. ជាច្រើនដងដោយសារតែគេអោបកសោបនឹងការឈឺចាប់នឹងធ្វើឲ្យគេបាត់បង់នៅភាពជាខ្លួនឯង When you don't forgive and when you hold on to offense, នៅពេលដែលលោកអ្នកបងប្អូនមិនអត់ទោសដល់អ្នកដទៃហើយនៅតែអោបកសោបនៅការបំពានឬក៏ភាពឈឺចាប់ it's like a chain that ties you to the pole or to the tree. វាប្រៀបដូចជាចង្វាក់ដែលចងបងប្អូនភ្ជាប់ជាមួយនឹងដើមឈើណាមួយ You know how you tie a dog to a pole or an animal to a pole? បងប្អូនដឹងនៅពេលដែលយើងចងដាក់ចង្វាក់ឆ្កែជាប់ជាមួយនឹងឈើឬក៏ជាប់ជាមួយដើមឈើណាមួយ They can only move so far before the chain pulls them back. វាអាចនឹងដើរមកចិត្តមកជុំវិញកន្លែងដែលយើងចងប៉ុន្តែវាអត់អាចដើរឆ្ងាយជាងនេះ And when you're offended, it's like a chain. ចឹងនៅពេលដែលយើងទទួលបាននូវការបំពានឬក៏ការឈឺចាប់វាចងយើងដូចជាចង្វាក់ You go so far, នៅពេលដែលយើងដើរដល់ចំណុចមួយ and the chain pulls you back. ចង្វាក់ហ្នឹងទាញយើងត្រឡប់មកវិញ And sometimes you wonder, why can I only go so high? ហើយពេលខ្លះយើងឆ្ងល់ថាហេតុអីបានជាខ្ញុំមិនអាចឡើងបានខ្ពស់ Why can I only go so far? ហេតុអីបានជាខ្ញុំអាចឡើងដល់តែប៉ុតកម្រិត I ប៉ុណ្ណឹង seem to do good, ខ្ញុំហាក់ដូចជាខ្ញុំធ្វើបានល្អដែរ but I get so far and something ប៉ុន្តែ always នៅពេលដែល stops ខ្ញុំ me. ដល់ចំណុចមួយមានអ្វីមួយទាញខ្ញុំត្រឡប់មកវិញ I run and I get pulled ខ្ញុំ back. ចង់រត់ប៉ុន្តែនៅពេលដែលរត់ដល់ចំណុចមួយគឺមានអីទាញខ្ញុំត្រឡប់មកវិញ I work a business and somehow we go no further. នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើចំនួនខ្ញុំធ្វើដល់ចំណុចមួយគឺខ្ញុំទៅលែងរួច I try to learn, but I get stuck. ខ្ញុំចាប់ផ្ដើមរៀនប៉ុន្តែរៀនគឺជាប់គាំង I try to be promoted, but I get pulled back. នៅពេលដែលខ្ញុំចង់ទទួលបានការឡើងតំណែងប៉ុន្តែខ្ញុំហាក់ដូចជាមានអីដែលទាញខ្ញុំចុះមកវិញ It's because when you don't forgive ពីព្រោះនៅពេលដែលយើងអត់ទោស and when you don't let it go, នៅពេលដែលយើងអត់បំភ្លេចវាចោល it doesn't hurt the person who hurt you, it hurt you. វាអត់បានធ្វើឲ្យអ្នកដែលធ្វើឲ្យយើងឈឺចាប់នឹងឈឺចាប់ទេប៉ុន្តែវាធ្វើឲ្យយើងឈឺចាប់បន្តទៀត So it changes and alters who you are. ដូច្នេះវាដាក់ចង្វាក់ឲ្យយើងនៅជាប់ And then you look at everybody else ហើយនៅពេលដែលយើងចាប់ផ្ដើមមើល and you look at their freedom and their liberty. នៅពេលដែលយើងមើលទៅឃើញអ្នកដទៃគេមានសេរីភាព You look at their success and their opportunities. ហើយនៅពេលដែលយើងឃើញគេមានជោគជ័យគេមានឱកាសបន្ត And you may even say, I know God. ហើយយើងអាចនិយាយថាអូខ្ញុំស្គាល់ព្រះ Why am I stuck? ហេតុអីបានជាខ្ញុំនៅតែជាប់គាំង Because offense and unforgiveness would tie you to the pole. ពីព្រោះភាពឈឺចាប់ហើយការមិនអត់ទោសគឺដាក់ចង្វាក់យើង It will only let you go so far. វាអាចឲ្យយើងទៅបានតាមមួយកម្រិតមួយនោះទេ So when the song says, I am healed នៅក្នុងបទចម្រៀងនៅពេលដែលយើងជឿថាខ្ញុំបាន and my soul set free, ព្រលឹងរបស់ខ្ញុំមានសេរីភាព the chains are broken ចង្វាក់បានដាច់ because you love me, God. ពីព្រោះព្រះអង្គស្រឡាញ់ដល់ទូបុគ្គល God wants the chains to be broken. ព្រះជាម្ចាស់ព្រះអង្គចង់ឲ្យច្រវាក់ដែលដាក់យើងនោះបានដាច់ He wants you to live your best life. ព្រះអង្គចង់ឲ្យលោកអ្នកបងប្អូនរស់ក្នុងជីវិតមួយដែល He ល្អបំ wants ផុ you ត to be free to be everything He created you to ព្រះ be. អង្គសពតិឲ្យបងប្អូនខ្លាចជាមនុស្សម្នាក់ដែលអស្ចារ្យដែលព្រះអង្គបង្កើតលោកអ្នកបងប្អូនមក And because I didn't let go and I didn't forgive, ប៉ុន្តែដោយសារតែខ្ញុំអត់បំភ្លេចវាចោលខ្ញុំនៅតែអោបកសោប I struggled for years. ព្រោះខ្ញុំនៅបន្តជីវិតដែលលំបាកជាច្រើនឆ្នាំ I lost my voice.
ខ្ញុំបាត់បង់នៅសម្លេងរបស់ខ្ញុំ I became shy. ខ្ញុំខ្លាចជាក្មេងស្រីម្នាក់ដែលខ្មាស់អៀ I ន didn't trust people. ខ្ញុំអត់ទុកចិត្តអ្នកដទៃ I was always suspicious and wondering what you want from me. ខ្ញុំតែងតែមានការសង្ស័យថាតើអូអ្នកនេះប្រហែលជាចង់បានអីមកកាត់ពី I ខ្ញុំ wasn't ហើយ free to love people to do what God created me to do ខ្ញុំអត់មានសេរីភាពនៅក្នុងការដែលធ្វើអីដែលព្រះអង្គបង្កើតខ្ញុំឲ្យធ្វើនោះទេ because it altered my personality. ពីព្រោះទាំងអស់នោះវានៅក្នុងបុគ្គលិកលក្ខណៈរបស់ខ្ញុំ And then it also creates division. ហើយមួយទៀតគឺវាបង្កើតឲ្យមានការបាក់បែក It divides us. វាធ្វើឲ្យយើងបាក់បែកគ្នា Offense break up marriages. ការដែលធ្វើឲ្យយើងជិះចាប់រំលោភបំពានគឺធ្វើឲ្យគ្រួសារបាក់បែក It breaks up families. ធ្វើឲ្យគ្រួសារបាក់បែក It breaks up friendships. អាចធ្វើឲ្យមិត្តភាពបាក់បែក It destroys churches. អាចនឹងបំផ្លាញគុណជំនុំ It causes problems in businesses ហើយ in the បង្ក world. And នៅ in the បញ្ហា country. ជាច្រើននៅក្នុងជំនួញ It divides us អញ្ចឹងការធ្វើឲ្យឈឺចាប់ហ្នឹងគឺវាធ្វើឲ្យយើងបែកគ្នាបាក់បែកគ្នា because when you're mad at someone, នៅពេលដែលយើងខឹងនរណាម្នាក់ you say, "I'm not going to talk to them anymore." អញ្ចឹងយើងគិតថាអូខ្ញុំនឹងមិននិយាយទៅកាន់អ្នកហ្នឹង And ទេ not only are you mad at them, you start being mad at even the people who like them. ហើយមិនត្រឹមតែយើងខឹងអ្នកដែលយើងមិនចូលចិត្តទេប៉ុន្តែយើងខឹងអ្នកដែលចូលចិត្តគេទៀត Because it breaks things up. ពីព្រោះរឿងហ្នឹងគឺធ្វើឲ្យវាយើងមានការបាក់បែក It creates division. អញ្ចឹងធ្វើឲ្យយើងមានការបាក់បែកគ្នា The Bible even talks about how it creates division. ហើយនៅក្នុងព្រះគម្ពីរក៏បានប្រាប់យើងអំពីការបាក់បែកដែរ But even Jesus himself, ហើយសូម្បីតែព្រះយេស៊ូវព្រះអង្គផ្ទាល់ the reason why he can tell us to let it go and to forgive ហេតុផលដែលព្រះអង្គអាចនឹងនិយាយបានថាព្រះអង្គមានបន្ទូលថាឲ្យយើងបំភ្លេចវាចោលទៅ because he was our example. ពីព្រោះព្រះអង្គធ្លាប់ឆ្លងកាត់ហើយព្រះអង្គគឺជាគំរូសម្រាប់ជីវិត They របស់យើង beat him. They beat him. គេវាយព្រះអង្គ They talked about him. គេនិយាយដើមព្រះអង្គ They spit on him. គេស្ដោះទឹកមាត់ដល់ព្រះ They អង្គ killed him. ហើយគេបានធ្វើគុតព្រះអង្គ And he turned the other cheek. ប៉ុន្តែព្រះអង្គបានបែរនៅពណ៌ម្ខាងទៀត Even his closest team, his disciples, they betrayed him. សំបីតែអ្នកដែលនៅជិតស្និទ្ធព្រះអង្គផ្ទាល់គេក៏គេចចេញពីព្រះអង្គដែរ Sometimes your closest friends will betray you. ហើយជាពេលខ្លះអ្នកដែលជិតស្និទ្ធយើងគេអាចនឹងក្បត់យើងដែរ Sometimes the closest person to you will hurt you. ពេលខ្លះអ្នកដែលនៅជិតយើងជាងគេអាចនឹងធ្វើឲ្យបងប្អូនឈឺចាប់ដែរ And we say, "I'm sorry, I can't forgive. I won't let it go." ហើយជាបងប្អូននិយាយថាអូខ្ញុំសុំទោសខ្ញុំប៉ុន្តែខ្ញុំមិនអាចនឹងអត់ទោសឲ្យគេបាននោះទេ But Jesus let it go ប៉ុន្តែព្រះយេស៊ូវព្រះអង្គបានបំភ្លេចវាចោល for our freedom. ដើម្បីឲ្យយើងមានសេរីភាព He forgave for our redemption. ព្រះអង្គអត់ទោសដើម្បីឲ្យយើងទទួលបាននូវការសង្គ្រោះ He let it go. ព្រះអង្គបំភ្លេចវាចោល He let it go. ព្រះអង្គបានបំភ្លេចវាចោ He ល even said, "They know not what they do." ហើយព្រះអង្គក៏បានមានបន្ទូលថាពួកគេអត់ដឹងនៅអ្វីដែលគេកំពុងតែធ្វើនោះទេ And sometimes we don't realize people hurt you because hurt people hurt. ពេលខ្លះយើងអត់ដឹងទេថាអ្នកដែលទទួលបាននូវការឈឺចាប់គឺជាអ្នកដែលធ្វើឲ្យអ្នកដទៃឈឺចាប់ Sometimes people only hurt you because someone hurted them. ពេលខ្លះគេធ្វើបាបយើងដោយសារតែគេធ្លាប់ត្រូវបានគេធ្វើបាប Sometimes people don't know the right thing to do because they were never taught the right thing to do. ពេលខ្លះគេអត់ដឹងថារបៀបនៅក្នុងការធ្វើរឿងដែលត្រឹមត្រូវយ៉ាងម៉េចពីព្រោះអត់មាននរណាម្នាក់បង្រៀនគេឲ្យធ្វើអ្វីដែលត្រឹមត្រូវ Sometimes people say mean things because they're in pain themselves. ពេលខ្លះអ្នកខ្លះគាត់និយាយរឿងមិនល្អឬក៏និយាយពាក្យមិនល្អដោយសារតែគេមានការឈឺចាប់នៅក្នុងចិត្ត But the only thing we do is we think about ourselves អ្វីដែលយើងធ្វើគឺយើងតែងតែគិតអំពីខ្លួនឯង and we forget that somebody else might be hurting too. ហើយយើងក៏អត់ដឹងថាអ្នកដែលធ្វើបាបយើងនឹងថាជាគេទទួលបាននៅមានន័យថាអ្នកដតីគេធ្វើបាបអ្នកនឹងដែរ So Jesus was not only talked about, ព្រះយេស៊ូវព្រះអង្គមិនត្រឹមតែមានព្រះបន្ទូលនោះទេ he was not only mistreated, ព្រះអង្គមិនត្រឹមតែត្រូវបានគេធ្វើបាបនោះទេ but he was betrayed by his disciples. ប៉ុន្តែព្រះអង្គត្រូវបានអ្នកដែលនៅ The ចិត្តព្រះអង្គ closest សាវករបស់ people to ព្រះអង្គ him. ក្បត់ព្រះអង្គ The people who said, "I'll never leave you," អ្នកដែលនិយាយថាខ្ញុំនឹងមិនចាក់ចេញចោលព្រះអង្គនោះទេ they all walked away. ប៉ុន្តែគេបានរត់ចោលព្រះអង្គ And the Bible says in the night that he was betrayed, ហើយនៅក្នុងព្រះគម្ពីរបាននិយាយថានៅយប់ដែលព្រះអង្គទទួលបានគេក្បត់នោះ it says when he was betrayed, នៅពេលដែលគេក្បត់ព្រះអង្គ he broke bread. ព្រះអង្គបាន
I thought it was on here, not. It says, when Jesus was betrayed, he broke bread. នៅថ្ងៃដែលព្រះអង្គត្រូវបានគេក្បត់នោះព្រះអង្គបានកាច់នំប៉័ង So 1 Corinthians 11:23 and 25. នៅកូរិនថូសខ្សែទី1ចំពោះ11ខ23ដល់25 He said, on the same night that Jesus was betrayed. នៅយប់នោះយប់ដែលព្រះយេស៊ូវបានត្រូវបានគេក្បត់នោះ It says the same night he was betrayed. នៅយប់ដែលព្រះអង្គត្រូវបានគេក្បត់ The Bible says he's break bread. នៅក្នុងព្រះគម្ពីរបានមានបន្ទូលថាព្រះអង្គបានកាច់នំប៉័ង So in this scripture here, Jesus is showing us an example of how he wants us to put things back together again. អញ្ចឹងនៅឧទាហរណ៍នេះគឺបានបង្ហាញយើងថាព្រះអង្គចង់ឲ្យយើងទាញឲ្យយើងត្រឡប់មកវិញ Because offense, hurt, and pain, ពីព្រោះការឈឺចាប់ការរំលោភបំពាន it separates us. គឺធ្វើឲ្យយើងបាក់បែក And Jesus wants us to remember, take the pieces and bring them back together again. ប៉ុន្តែព្រះយេស៊ូវព្រះអង្គចង់ទាញឲ្យការបាក់បែកនឹងបានជានានឹងគ្នាវិញ He created us all to be one body. ព្រមបានបង្កើតយើងទាំងអស់គ្នាមកឲ្យคล้ายទៅជារូបកាយតែមួយ And offense breaks us and dissembles us. ប៉ុន្តែការឈឺចាប់គឺធ្វើឲ្យយើងបាក់បែកគ្នា But he wants us to remember, ប៉ុន្តែព្រះអង្គចង់ឲ្យយើងត្រឡប់មកคล้ายជាសមាជិករួមគ្នាคล้ายជារូបកាយតែមួយវិញឲ្យយើងคล้ายជារូបកាយតែ to មួយ forgive. ដើម្បីឲ្យយើងអាចអត់ទោស So he was a perfect example. ដូច្នេះព្រះអង្គគឺជាគំរូឧទាហរណ៍ដែលល្អបំផុត It says, on the night when Jesus was betrayed, he took bread. នៅយប់ដែលព្រះអង្គត្រូវបានគេក្បត់នោះព្រះអង្គបានកាច់នំប៉័ង And when he had given thanks, he broke it. ហើយព្រះអង្គបានអរព្រគុណហើយព្រះអង្គបានកាច់ He said, take, eat, this is my body. ហើយព្រះអង្គបានមានបន្ទូលថាចូលយកហើយទទួលទានចុះនេះគឺជារូបកាយរបស់ He said, which is broken, and when you do this in remembrance of me. ហើយព្រះអង្គបានមានបន្ទូលថាចូលធ្វើកិច្ចការនេះជាការនឹកចាំអំពីខ្ញុំ So when we are doing communion, ដូច្នេះនៅពេលដែលយើងធ្វើពិធីលៀងព្រះម្ចាស់ God has said, do communion because my body is broken and separate, and I want you to remember it, put it back together again. ព្រះអង្គបានមានបន្ទូលថារូបកាយរបស់ខ្ញុំទៅបានបាក់បែកដូច្នេះចូលទាញហើយត្រឡប់ឲ្យคล้ายជារូបកាយតែមួយឡើងវិញ Because pain, hurt, it breaks us in pieces. ពីព្រោះការឈឺចាប់គឺធ្វើឲ្យជីវិតរបស់យើងបាក់បែក It brings pain and suffering. ធ្វើឲ្យយើងបន្តការឈឺចាប់បន្តទៅទៀត He said, so do this to remember me. ប៉ុន្តែព្រះអង្គបានមានបន្ទូលថាចូលធ្វើកិច្ចការងារនេះដើម្បីជាការរំលឹ To កអំ put ពី things ខ្ញុំ back together, ដើម្បីឲ្យ to fix អ្វីៗបាន things. ត្រឡប់មកដូចដើមឡើងវិញ And after the same manner, ហើយដូចគ្នាដែរ he took the cup saying, ព្រះអង្គបានយកពែងមក this is the cup of the New Testament in my blood. Do this as often as you drink it. Remember me. នេះគឺជាពែងដែលបង្ហាញពីសញ្ញាថ្មីចូលធ្វើការងារនេះដើម្បីរំលឹកអំពីខ្ញុំ So today I am going to pray. ដូច្នេះនៅថ្ងៃនេះខ្ញុំនឹងអធិដ្ឋាន After we pray, បន្ទាប់ពីយើងអធិដ្ឋាន we are going to take communion together, យើងនឹងធ្វើពិធីហៅសម្ព័ន្ធវង្សបរិសុទ្ធឬក៏លៀងព្រះម្ចាស់ and we're going to remember God's body. ដើម្បីឲ្យយើងអាចនឹងរំលឹកអំពីព្រះកាយរបស់ព្រះគ្រីស្ទ Places where we're broken, កន្លែងដែលយើងបាក់បែក relationships that are broken, ទំនាក់ទំនងដែលបានបាក់បែក things that are broken. អ្វីៗដែលបានបាក់បែក We are going to remember, pull back together, យើងនឹងទាញត្រឡប់មកវិញដើម្បីឲ្យវាជាប់គ្នា and make whole again. ដើម្បីឲ្យវាคล้ายទៅជាអ្វីមួយដែលពេញលេញឡើងវិញ Communion has the power to make us whole. ពិធីសម្ព័ន្ធវង្សបរិសុទ្ធឬក៏លៀងព្រះម្ចាស់មានឫទ្ធានុភាព But before we do that today, ប៉ុន្តែមុនពេលដែលយើងធ្វើកិច្ចការងារនោះ if you're in the room today បើសិនជាបងប្អូនដែលនៅទីនេះ and you have experienced pain, បើសិនជាបងប្អូនធ្លាប់ទទួលបាននៅធ្លាប់ឈឺ somebody, ចាប់ somebody may have betrayed you, មាននរណាម្នាក់អាចនឹងធ្វើឲ្យបងអាចនឹងបាត់ somebody បងប្ may អូន have mistreated you, អាចនឹងប្រ so, ព្រឹត្តមិនល្អមកកាន់លោកអ្នក somebody may have took advantage of you. ប្រហែលជាគេកេងប្រវ័ញ្ចមកក្នុងជីវិតរបស់យើង Somebody may have left you. ហើយជាអាចនឹងមាននរណាម្នាក់បានចាក់ចេញចោលលោកអ្នក If you're in the room today and you'll say, Miss Karen,
ហើយបើសិនជាបងប្អូនដែលនៅទីនេះហើយបាននិយាយថាអូនោះគឺជាខ្ញុំ I smile on the outside. ហើយបើសិនជាមើលមកខាងក្រៅ I dress up on the outside. ខ្ញុំស្លៀកពាក់យ៉ាងស្អាត And when people say, "How are you?" នៅពេលដែលគេនិយាយថាសួស្ដី I សុខ say, សប្បាយទេ I say I'm okay. ខ្ញុំនិយាយថាខ្ញុំសុខសប្បាយ But nobody knows ប្រែគ្មានអ្នកណាម្នាក់ដឹង that I'm really broken on the inside. តែនៅខាងក្នុងខ្ញុំគឺបាក់បែក Nobody knows I build a prison. គ្មានអ្នកណាម្នាក់ដឹងថាខ្ញុំកំពុងតែជាប់ទីឃុំឃាំង Nobody knows I'm no longer the person I used to be because I let the pain control me. គ្មានអ្នកណាម្នាក់ដឹងថាខ្ញុំបានធ្វើឲ្យខ្លួនខ្ញុំដែលពីមុននឹងបានបាត់ទៅដោយសារតែការជិះចាប់នេះ Nobody knows my heart is broken in pieces. គ្មានអ្នកណាម្នាក់ដឹងថាដួងចិត្តរបស់ខ្ញុំបានខ្ទេចខ្ទាំ But today I would like to remember. ប៉ុន្តែនៅថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនបាន I ច would ង like ចាំ things to come back together. ហើយចង់ឲ្យអ្វីៗបានត្រឡប់មក I ឡើង would វិញ like to let it go. ខ្ញុំចង់បំភ្លេចវាចោល And I would like God to heal me today. ខ្ញុំចង់ឲ្យព្រះជាម្ចាស់បានប្រោសខ្ញុំឲ្យបានជា I want my soul to be free. ខ្ញុំចង់ឲ្យព្រលឹងរបស់ខ្ញុំមានសេរីភាព I want the chain to be ខ្ញុំ broken. ចង់ឲ្យច្រវាក់បានដាច់ And I want to feel the love of God ខ្ញុំ today. ចង់ឲ្យមានអារម្មណ៍នៅទទួលបាននៅសេចក្តីស្រឡាញ់របស់ If ព្រះ that's ជា you ម្ in ចាស់ the room, I ask you to stand so ដូ I ច្នេះ can បើ pray សិន for ជា you. នោះគឺជាបងប្អូនខ្ញុំចង់ឲ្យបងប្អូនបានក្រោកឈរឡើង If there's an area where you like, I need to forgive or I just want to be healed, ហើយបើសិនជាមានកន្លែងណាមួយដែលបងប្អូនត្រូវការអត់ទោស I ask you to stand ខ្ញុំ today. ចង់ឲ្យបងប្អូនបានក្រោកឈរឡើង And then I ask you to walk to the front. ខ្ញុំចង់ឲ្យបងប្អូនបានមកខាងមុខ If you just walk to the front, I want to pray for you. ហើយបើសិនជាបងប្អូនអាចមកខាងមុខខ្ញុំនឹងអធិដ្ឋានសម្រាប់បងប្អូន And as I pray for you today, ហើយនៅពេលដែលខ្ញុំអធិដ្ឋានសម្រាប់លោកអ្នកនៅថ្ងៃនេះ we serve a true and a living God. យើងចង់ឃើញព្រះដែលជាព្រះដែលពិតជាព្រះដែលមានបញ្ជនរស់ And I am just going to come down ហើយខ្ញុំនឹងចុះទៅខាងក្រោម and I am just going to lay my hands on you. ហើយខ្ញុំនឹងដាក់ដៃរបស់ខ្ញុំលើលោកអ្នកបងប្អូន And I'm simply just praying today ហើយខ្ញុំគាត់តែចង់អធិដ្ឋានសម្រាប់លោកអ្នក that God put you back together again. ដែលព្រះអង្គនឹងធ្វើឲ្យលោកអ្នកបានដូច That ដើមឡើង God វិញ fix it for you today. ដែលព្រះអង្គនឹងប្រោះលោកអ្នកបងប្អូនឲ្យបានជា That God give you the power to let it go so you can be free today. ដែលព្រះអង្គនឹងផ្ដល់ឲ្យលោកអ្នកបានមានសេរីភាព Because there's freedom in Christ Jesus. ពីព្រោះមានសេរីភាពនៅក្នុងអង្គព្រះគ្រីស្ទយេ There's ស៊ូវ freedom in Christ Jesus. មានសេរីភាពនៅក្នុងអង្គព្រះគ្រីស្ទ And if you never felt the presence of God, ហើយបើសិនជាលោកអ្នកមិនដែលមានអារម្មណ៍ទទួលបាននៅព្រះវត្ត and មានរ even របស់ if ព្រះអង្គ you're wondering if He's really real today, ហើយព្រះអង្គប្រហែលបីបងប្អូនបានគិតថាអូអត់ដឹងថាព្រះនឹងពិតជាមានឬអត់ I'm going to ask God to prove Himself today. ខ្ញុំចង់អធិដ្ឋានសូមឲ្យព្រះអង្គបានបង្ហាញថាព្រះអង្គពិតជាមាន That you ពិត can មែន live in freedom and liberty. ដើម្បីឲ្យលោកអ្នកអាចនឹងមានរស់នៅក្នុងជីវិតដែលមានសេរីភាព So, Father God, we just thank you, God. បងគាត់អធិដ្ឋាន We សូម just អ thank រ you គុ for ណ your freedom and your liberty. អរគុណព្រះអង្គសម្រាប់សេចក្តី Pase mi ando suma pale de ni ando so. Gene ni ando suma pale de ni ando so. We pray for freedom and liberty, God. We pray, God, that you feel your presence. Transform, God. Bring pieces back together, God. Show your love and your mercy, God. Pole di ando so ma papa pale de ni ando so. Be a day he ando suma pale de ni ando so. He apase ki ando suma papa papa say. We let it go today, God. We let it go today, God. We ឲ្យយើ want ង to បំ be ភ្ free. លេចវិ Free ចារ us, សូមផ្ God. ដល់នូវសេរីភាព God, មក I កាន់ ask យើង even now, God, that you show your love. As they say, I'm sorry, God, I let go. I forgive, God. Make them free, God. We pray for your freedom and your liberty, your peace, and your guidance, God. I thank you, God, for putting the pieces back together again. Put the pieces back together again. Remember, God. We thank you, even God. Fix it, God. Work it out, Father. Cause them to feel you more than anything. Cause them to feel your love, God, your power, God. Give them authority and strength within you, God, to let it go. To let it go. To let it go. To let it go today. To let it go today. Let it go today. For my papa, so they let it go today. Let it go today, God. We let it go, God. We give it to you. You said we can cast our cares upon you because you care for us.
So ពីព្រោះព្រះអង្គ today ជា we let ព្រះ it ដែល go. So today, God, I pray that each single person today, បងកូនអធិដ្ឋាន that នៅ they give ថ្ងៃ it នេះ to តែ you, ព្រះ God. អង្គយកបតីទុកដាក់សម្រាប់ I ask យើងទាំង as អស់ they គ្នា give it to you, God, that they will experience your freedom, បាទសូម and that ឲ្យ they'll no លោក longer អ្នក be បងប្អូន tied នៅ to ទី the នេះបាន pole. មានសេរីភាព They'll be able to soar high, ដើម្បី dream ឲ្យគេ high. អាចនឹងហើរខ្ពស់ឡើង And God, today, ព្រះអង្គកូនអធិដ្ឋាននៅថ្ងៃនេះ you guys, if there's anybody in the room that don't know God, បើសិនជាមានលោកអ្នកបងប្អូនណាដែលអត់ទាន់បានទទួល and you ជា have លើព្រះយេ never ស៊ូវ accepted Him as your Lord and អ Savior, ត់ទាន់ស្គាល់ព្រះអង្គអត់ទាន់ទទួលជាព្រះអង្គថាធ្វើជាឲ្យព្រះអង្គខ្លាចជាព្រះសង្គ្រោះ and you may not even know what all of this means, ហើយប្រហែលជាលោកអ្នកបងប្អូននិយាយថាអូខ្ញុំមិនយល់អ្វីដែលបានកើតឡើងនៅថ្ងៃនេះ but you know I need liberty, I need freedom, ប៉ុន្តែបងប្អូនអាចនឹងមានអារម្មណ៍ដឹងថាអូអ្វីដែលខ្ញុំដឹងគឺខ្ញុំត្រូវការសេរីភាព and I would love to experience Jesus ហើយខ្ញុំចង់មានបទពិសោធន៍ជាមួយព្រះយេស៊ូវ and live in freedom. ដើម្បីខ្ញុំអាចនឹងរស់នៅក្នុងជីវិតមួយដែលមានសេរី And ភាព God, I ask you to come into my heart ហើយបងឲ្យគណៈអធិដ្ឋានសូមប្រងបាន and ចូល just ក្នុង for ជី Him វិត to របស់ guide ខ្ញុំ you and lead you. ដើម្បីឲ្យប្រងបានដឹកនាំនៅក្នុងជីវិតរបស់ខ្ញុំ I ask you to repeat after me. ហើយខ្ញុំចង់ឲ្យលោកអ្នកបងប្អូនបានអធិដ្ឋានតាម So ខ្ញុំ God, I thank you for who you are. ព្រះគុណអធិដ្ឋានអរព្រគុណព្រះអង្គ And today I simply just ask ហើយថ្ងៃនេះខ្ញុំចង់សូមទូលសូមដល់ព្រះអង្គ that you come into my life សូម today. ប្រងបានជាងមកក្នុងជីវិតរបស់ទូលបង្គំ Give me freedom. សូមឲ្យទូលបង្គំមានសេរីភាព Give me liberty. សូមឲ្យទូលបង្គំមានសេរី Give ភាព me peace. ទូលបង្គំមានសន្តិភាព I want my soul to be free ខ្ញុំចង់ឲ្យព្រលឹងរបស់ខ្ញុំមានសេរី and ភាព break off the chains that have held me សូម down, បានផ្ដាច់ច្រវាក់ដែលបានចង that I ទូលបង្គំ may បាន be ចង free in you. សូមឲ្យទូលបង្គំមានសេរីភាពនៅក្នុងព្រះអ In ង្គ Jesus' នៅ name. ក្នុងព្រះនាមព្រះយេស៊ូវ Amen. អេមែន You can take your seat.